សូមស្វាគមន៍មកកាន់វីដេអូមេរៀនប្រសាទី1មេរៀនទី4ទម្រង់ទី2នៅក្នុងការរាប់ចង្វាក់គឺយើងមានទាំងអស់4ទម្រង់ជាមូលដ្ឋានឥឡូវនេះយើងនឹងរៀនទម្រង់ទី2ប៉ុន្តែមុននឹងចាប់ផ្ដើមមេរៀនថ្មីយើងនឹងរំលឹកមេរៀនទី1ទាំងអស់គ្នាបាទទម្រង់ទី1ទាំងអស់គ្នាអញ្ចឹងទម្រង់ទី1គឺយើងតែដែរបែបនេះ1 2 3 4 1អឹប3 4 1មើលសៀ2មើលសៀ1 2 3 4 1អឹប3 4 1អឹប3 4នៅក្នុងទម្រង់ទី1យើងរៀនពីតួក្បែរមានចុចតួតពួកនិងតួសហើយនឹងណោសបាទចង់ដឹងថាតើតួក្បែរមានចុចនេះយើងលេងឲ្យរាប់យ៉ាងម៉េចរយៈពេលប្រមាណវិនាទីនិងតួតពួកប្រមាណវិនាទីតាមតែពីអីលេងឲ្យចូលក្របថ្មីយ៉ាងដូចម្ដេចហើយនឹងតួសហ្នឹងតែយើងលេងដូចម្ដេចហើយណោតដែលយើងចំណាំហ្នឹងយើងណោតសហ្នឹងអាចត្រឡប់ទៅមើលនៅក្នុងវីដេអូទី3ឬក៏វីដេអូទី2ក៏បានដែរហើយចំពោះការរក្សាត្រឡប់អាចត្រឡប់ទៅមើលនៅក្នុងវីដេអូទី1បាទមេរៀនទី1អញ្ចឹងនៅថ្ងៃនេះគឺយើងនឹងបន្តទៅទម្រង់ទី2បាទសូមមើលណោតមួយជួរនៅខាងក្រោមនេះយើងឃើញថាតើមានតួណាខ្លះដែលយើងធ្លាប់ឃើញនៅក្នុងទម្រង់ទី1បាទអ្នកដែលតាមដានវីដេអូសាលារបស់យើងច្បាស់ជាស្គាល់ហើយថាមានតួណាដែលធ្លាប់ឃើញនៅក្នុងទម្រង់ទី1អញ្ចឹងតួដែលយើងធ្លាប់ឃើញនៅក្នុងទម្រង់ទី1គឺយើងមានតួខ្មៅមានចុចតទៅទៀតតួតពុះបាទយើងដឹងហើយថាតួខ្មៅមានចុចរយៈពេលរបស់វាគឺ1វិនាទីកន្លះលេងឲ្យយើងរាប់អឹបចំណែកតួតពុះកន្លះវិនាទីតាមតែពីហ្នឹងយើងលេងឲ្យចូលក្របថ្មីភ្លាមប៉ុន្តែអ្វីដែលប្លែកគឺយើងមាន2គ្រាប់នៅខាងមុខដែលគេគូសជាប់គ្នាអាហ្នឹងក៏ជាទំពួកដែរកន្លះវិនាទីកន្លះវិនាទីក៏តែថាកាលណាមានកន្លះវិនាទីជាប់គ្នា2អញ្ចឹងគេក៏សរសេរគូសជាប់គ្នាតែម្ដងដែលយើងហៅថាទំពួក2គឺសំដៅទៅលើទំពួក2គ្រាប់ដូច្នេះកាលណាយើងឃើញទំពួក2គ្រាប់គឺយើងត្រូវលេខ3សំឡេងជាប់គ្នាអញ្ចឹងយើងឃើញខាងក្រោមគេដាក់ថា1និង2នេះយើងត្រូវការដៃ3ដងបាទមានថា1និង2បែបហ្នឹងតទៅទៀតនៅត្រង់ច្បាប់ទី2ហ្នឹងជាតួខ្មៅមានចុចយើងរាប់អឹបមកបាទយើងលាតដៃអញ្ចឹងមានថា1និង2អឹបតទៅទៀតបាទយើងមានតួទំពួកហើយបូកជាមួយនឹងគ្រាប់នៅទៅច្បាប់ទី4អញ្ចឹងយើងបាននឹង4យើងតែដៃ2ដងបាត់នេះឥឡូវយើងនឹងសាកមើលតែ10គ្នាតែម្ដង1 2 3 4 1និង2អឹបនិង4បាទហ្នឹងណាបាទអញ្ចឹងយើងបានពីគ្រាប់ជាប់គ្នាយើងហៅថាទំពួក2យើងត្រូវលេង3សំឡេងជាប់គ្នាតួខ្មៅមានចុច1វិនាទីកន្លះលេងហើយរាប់អឹបតួទំពួកកន្លះវិនាទីតាមតែពីហ្នឹងលេងហើយចូលក្របថ្មីភ្លាមចំណែកឯតួខ្មៅនៅត្រង់ច្បាប់ទី4អត់មានចុចនោះបាទនេះយើងហៅតួខ្មៅតែម្ដងរយៈពេលរបស់វាគឺ1វិនាទីលេងហើយយើងដកដង្ហើមបន្តិចបាទអញ្ចឹងយើងនឹងបង្ហាញរបៀបលេងកាលណាយើងចាប់ផ្ទះដៃទម្រង់ទី2នឹង2មើលស្រាតែយើងធ្វើយ៉ាងម៉េចបាទនេះ1 2 3 4 1និង2អឹបនិង4 1និង2អឹបនិង4មានថានៅពេលដែលយើងផ្ទះដៃត្រង់ចង្វាក់ទី4ហើយយើងដកដង្ហើមតិចទៅយើងអាចលេងសារឡើងវិញបានដែរអញ្ចឹងឥឡូវយើងនឹងអនុវត្តទាំងអស់គ្នាចំនួន3ដងលើកទី1 1 2 3 4 1និង2អឹបនិង4 1និង2អឹបនិង4បាទលើកទី2 1 2 3 4 1និង2អឹបនិង4 1និង2អឹបនិង4បាទលើកទី3 1 2 3 4 1និង2អឹបនិង4 1និង2អឹបនិង4បាទដើម្បីឲ្យកាន់តែងាយស្រួលខ្ញុំបានសរសេររបៀបដែលយើងលេងតួទំពួក2ហ្នឹងនៅក្នុង caption ខាងលើអញ្ចឹងនៅពេលដែលចប់វីដេអូនេះទៅសូមមើលនៅក្នុង caption ហើយទន្ទិញវាស្ទាត់នៅក្នុងវីដេអូបន្ទាប់គឺខ្ញុំនឹងបង្ហាញអំពីរបៀបកូដណោតសនៅក្នុងទម្រង់ទី2ហើយនឹងយើងរៀនណោតថ្មីមួយទៀតគឺណោតឡា